មួយជួយមីងផងកូនមីងវាឈឺពោះឆ្លងទន្លេហើយពួកខ្ញុំអត់មានលុយជួលឡានជិះទៅពេទ្យទេអញ្ចឹងឲ្យពួកខ្ញុំសុំជិះទៅជាមួយផងក្មួយទៅដៃម៉េចចឹងគុំយកដៃកខ្វក់ប៉ះឡានខ្ញុំតែខ្ញុំមិនដែលយកពីការឈឺចាប់នឹងទេអញ្ចឹងខ្ញុំមិនអាចជួយមីងបានទេសុំទៅផងក្មួយកំតៅជួយមីងម្ដងទៅមីងក្មួយមីងឯងមិនសុំឡានខ្ញុំចេះមីងឯងមានមើលរូបរាងខ្លួនឯងអត់មើលការស្លៀកពាក់ឡើងកខ្វក់បើសិនជាមីងឯងនឹងកូនជិះឡានខ្ញុំប្រឡាបានណាគេអ្នកសម្អាតទៅអូយឈឺពោះចម្លែកមែននេះអូយម៉ែអើយម៉ែថៃនំកូនឈឺពោះមែនចាម៉ែមើលទឹកអីនេះម៉ែទឹកភ្លួងចាំតិចម៉ែរៀបប្រព័ន្ធសិនឲ្យលឿនមកម៉ែឈឺខ្លាំងទ្រាំតិចកូនចាំម៉ែនាំទៅមករកឡានឈឺខ្លាំងណាស់ម៉ែមានឡានមកនៅចាំបន្តិចកូនអូនោះឡានមកតាក្មួយជួយមីងផងកូនមីងវាឈឺពោះឆ្លងទន្លេហើយពួកខ្ញុំអត់មានលុយជួលឡានជិះទៅពេទ្យទេអញ្ចឹងឲ្យពួកខ្ញុំសុំបងប្អូនណាដែលមានបញ្ហាក្លៀកខ្មៅកទួលដុំពកដូចបងស្រីខាងលើនេះសូមកុំទាន់បារម្ភអីខ្ញុំសូមណែនាំលេខក្លៀកដាវីកាដែលជាលេខមានកម្រិតព្យាបាលខ្ពស់ទៅលើអ្នកដែលមានបញ្ហាក្លៀកខ្មៅកន្ទួលដុំពកជាពិសេសក្លៀកដែលមានក្លិនសានិងបែកញើសខ្លាំងបើបងប្អូនមានបញ្ហាទាំងអស់ហ្នឹងអាចសាកមកប្រើលេខក្លៀកដាវីកាដោយលេខនេះមានធាតុផ្សំពីអាបូទីននិងណៃយ៉ាស៊ីណាម៉ាយដែលមានសមត្ថភាពធ្វើឲ្យក្លៀកយើងទន់សម៉ត់ភ្លឺថ្លារលោងយ៉ាងមានប្រសិទ្ធភាពបើសិនជាបងប្អូនចង់ជាវយកទៅប្រើប្រាស់ឬក៏លក់បន្តបងប្អូនអាចតាក់ទងមកខ្ញុំផ្ទាល់ឬតំណាងចែកចាយដែលនៅជិតបងប្អូនបានមីងឯងមិនសុំឡានខ្ញុំចេះមីងឯងមានមើលរូបរាងខ្លួនឯងអត់មើលការស្លៀកពាក់ឡើងកខ្វក់បើសិនជាមីងឯងនឹងកូនជិះឡានខ្ញុំប្រឡាបានណាគេអ្នកសម្អាតទៅក្មួយចិត្តទុកតែក្មួយជួយនាងយកតបុនទៅចុះណាក្មួយណាជួយមីងផងមីងឡាននេះខ្ញុំយកលុយទៅទិញហើយបនណាវាមិនបានផ្ដល់លុយឲ្យខ្ញុំបានទេក្មួយសូមមេត្តាជួយមីងផងណាក្មួយណាទៅដៃម៉េចចឹងគុំយកដៃកខ្វក់ប៉ះឡានខ្ញុំអូទ្រាំតិចកូនទ្រាំតិចអូនោះឡានមកមួយទៀតឡានមកកូនអីកូនអូនោះឈប់សិនឡានឈប់ជួយពួកខ្ញុំផងកូនខ្ញុំកំពុងឈឺពោះខ្លាំងជួយជូនគាត់ទៅមន្ទីរពេទ្យផងណាជួយកូនស្រីខ្ញុំផងមីងម៉ែឈួតទេខ្ញុំកំពុងតែតសភាការងារយឺតផងបើខ្ញុំរវល់ជូនកូនមីងទៅមន្ទីរពេទ្យអញ្ចឹងខ្ញុំមិនត្រូវបាត់បង់ការងារខ្ញុំទៅហើយទេកុំនិយាយអញ្ចឹងអីក្មួយក៏ជាមនុស្សស្រីដែរអញ្ចឹងក្មួយគួរតែយល់ពីទុក្ខលំបាករបស់នាងណាខ្ញុំសូមងជួយខ្ញុំផងមីងខ្ញុំជាមនុស្សស្រីមែនតែខ្ញុំមិនដែលយកពីការឈឺចាប់នឹងទេអញ្ចឹងខ្ញុំមិនអាចជួយមីងបានទេសុំទៅផងក្មួយកំតៅជួយមីងម្ដងទៅមីងក្មួយគ្មានណាគេជួយយើងទេកូន
មកម៉ែគ្រាកូនឯងទៅខាងមុខក៏ឡងមានឡានដែលគេអាចឲ្យយើងជិះបាន មីងហើយមីអូននេះកើតអីហ្នឹង អូគឺនាងនៅសុកស្រាប់តែឈឺពូភ្លាមហ្នឹងក្មួយតែពួកយើងអត់មានអីជិះទៅមន្ទីរពេទ្យទេមិញនេះមីងបានកាក់ឡានសុំគេជិះដោយសារតែអត់មានណាជួយទេឥឡូវក្មួយជួយកូនមីងផងណាក្មួយ អីចាខ្ញុំជូនទៅពេទ្យតោះនាំនេះចូលឡានទេចឹង មីងអរគុណក្មួយហើយ បាទមិនអីទេអ្នកមីងហើយនេះគឺជានេមខាតរបស់ខ្ញុំបើសិនបើអ្នកមីងត្រូវការអីអាចទេមកខ្ញុំបានណាព្រោះផ្ទះខ្ញុំនៅចិត្តនឹងដែរទេ មីងមិនដឹងរកពីអ្វីមកអរគុណក្មួយទេដែលក្មួយបានជួយកូនរបស់មីងហើយមីងបានគិតថាអ្នកមានណាគឺគ្មានបេះដូងទេជាហេតុផលដែលពួកគេមិនចង់ជួយអ្នកក្រដូចជាពួកមីងប៉ុន្តែទង្វើរបស់ក្មួយក្នុងថ្ងៃនេះបានបញ្ជាក់ថាការគិតរបស់មីងគឺពិតជាមិនត្រូវទេ មីងវាមិនអញ្ចឹងទាំងអស់ទេមនុស្សខ្លះគ្មានពេលជួយយើងសូម្បីតែពេលពី3នាទីហើយអ្នកខ្លះទៀតមានពេលប៉ុន្តែគេមិនចង់ជួយយើងណាហើយមីងឈប់គិតពីបញ្ហាទាំងអស់នឹងទៀតទៅហើយមីងត្រូវតែមើលថែកូនឲ្យបានល្អហើយកុំភ្លេចប្រាប់ខ្ញុំផងនៅពេលដែលនាងសម្រាលហើយថាទទួលបានកូនប្រុសឬក៏កូនស្រី ចាចាំមីងតែប្រាប់អរគុណណាស់ក្មួយ ហ្នឹងហើយអ្នកមីងខ្ញុំលាសិនហើយចឹង